ម្ដងជាយ៉ាងម៉េចទេខ្ញុំឲ្យតែឃើញដីណានៅចិត្តទឹកអីហ្នឹងគឺពេញចិត្តតែម្ដងដូចជាការសិក្សាកម្រងវិឡាមួយនឹងអញ្ចឹងគឺខ្ញុំយកដីដែលនៅចិត្តមាត់ទន្លេយកមកសិក្សាណាហើយដីហ្នឹងវាមានលក្ខណៈក្បាល20គុណនឹង60ទាវារៀងទៅវែងអញ្ចឹងហើយបានប្រងបានខ្ញុំហ្នឹងវាចេញមកជាអញ្ចឹងទៅហើយឥឡូវហ្នឹងគឺដល់មកខ្ញុំត្រូវទៅរៀននៅអ្នកគ្នាអញ្ចឹងទៅខ្ញុំរៀបចំប្លង់បានខ្ញុំហ្នឹងដាក់ចូលក្នុងឡាំងណាព្រោះវាងាយស្រួលក្នុងការថែរក្សាវាអត់បាយវាអត់បាក់វាអត់រលំជើងអសអញ្ចឹងណាបើសិនជាយើងដាក់ក្នុងថតហ្នឹងស្រួលទៅដល់សាលាហ្នឹងត្រូវចាក់កៅលើជើងសសរនឹងម្ដងទៀតផងក៏មិនដឹងដែរអ្នកទាំងអស់គ្នាចាអ្នកគ្នាមើលពីលើទៅមិនតែមានអារម្មណ៍ថាគួរចង់រស់នៅឆ្លើយក៏ពិតមកអ្នកទាំងអស់គ្នាខ្ញុំមកថាអីទេដោយសារតែខ្ញុំកំពុងតែសិក្សាអញ្ចឹងបើប៉ះសិនណាមានការខុសឆ្គងអីអ្នកទាំងអស់គ្នាជួយណែនាំខ្ញុំផងប៉ុន្តែខ្ញុំអាចធ្វើបានដល់ប៉ុណ្្នឹងមែនក៏ប៉ុន្តែខ្ញុំមិនចង់ធ្វើទៅទាំងខុសទាំងពិបាកក្នុងការរស់នៅនោះទេអញ្ចឹងហើយបានជាខ្ញុំណាស្នើសុំឲ្យមានការណែនាំពីសំណាក់ពុកម៉ែបងប្អូនដែលគាត់ធ្លាប់មានបទពិសោធន៍ឬក៏ធ្លាប់រស់នៅទីតើខ្ញុំរៀបចំខ្លួនរួចហើយហ្នឹងដូចអ្នក delivery អញ្ចឹងបងប្អូនទាំងអស់គ្នាគឺខ្ញុំចូលពីលើទេដើម្បីទៅសាលាអញ្ចឹងណាអ្នកទាំងអស់គ្នាត្រូវការដឹងជូនអីណាជួយប្រាប់ខ្ញុំមកខ្ញុំមកដឹងជូនអត់ក៏ថ្លៃទេក៏ប៉ុន្តែសម្រាប់តែអ្នក single ទេណាព្រោះពួកគាត់អត់មានទីពឹងអត់សូវតែម៉ូតូខ្ញុំទេអរគុយហើយឥឡូវខ្ញុំប្រញាប់ទៅរៀនទៀតធាក់ក៏មិនចង់ឆាធាក់រហូតដល់ជួបបែបស្មោះខ្ញុំមកបានវាបងឆាតែម្ដងណាអ្នកគ្នាខ្ញុំអត់មើលមកទេព្រោះខ្ញុំដឹងថាម៉ូតូរបស់ខ្ញុំនោះអរគុយយ៉ាមកដល់សាលាវិញគឺខ្ញុំនៅរៀបចំយកសម្ភារៈចេញដូចជាកត្រៃហើយនឹង Word អីហ្នឹងហើយនឹងមុខអាប់ខ្ញុំហ្នឹងយកចេញមកដើម្បីឆ្លងគ្រូអីចឹងណាអ្នកនរគ្នាហើយឥឡូវគឺយើងទាញមកអុយកុំឲ្យខូចអីវ៉ាវយ៉ាខ្ញុំមកដល់ហើយអ្នកនរគ្នានិយាយទៅការពេលមកផ្ទះរហូតដល់សាលាហ្នឹងគឺថារីករាយចឹងហ្មងណាតែម្ដងដឹងថាឆ្លងហ្នឹងគឺគ្រូច្បាស់ជាស្ដីឲ្យអ្នកនរគ្នាបន្តមកទៀតគឺមួយរួមថ្នាក់របស់ខ្ញុំហ្នឹងគាត់បានឆ្លងបន្ទាប់ពីគ្រូរបស់ខ្ញុំមកដោយសារតែគាត់គឺជាក្រុមទី1ណាអញ្ចឹងការឆ្លងពីលើហ្នឹងគឺឆ្លងតាមក្រុមហ្នឹងឯងអ្នកនរគ្នាមើលบ่อยៗក្នុងថ្នាក់ខ្ញុំឯងក៏ស្អាតអត់បើសិនជាបងប្អូនទាំងអស់គ្នាថាស្អាតក៏ថាទៅមិនអីទេប៉ុន្តែពួកគាត់សិតតែជាបើគេអស់ហើយអញ្ចឹងបងប្អូនកុំសម័យអីឬនៅបន្ទាប់ពីពួកគាត់ឆ្លងមកដល់ក្រុមខ្ញុំក្រុមទី9យូរសែនយូរអញ្ចឹងហើយតែខ្ញុំក៏ឆ្លៀតទៅនិយាយជាមួយនឹងមិត្តភ័ក្ដិខ្ញុំនិយាយក៏ប៉ុន្តែឈរហ្នឹងគាត់ក៏មកដល់អញ្ចឹងទៅយើងក៏និយាយភាពណាពីនេះពីនោះមើលទេសភាពនិយាយពីផ្ទះវិឡាដែលនៅជិតហ្នឹងនិយាយពីសំណង់អគារដែលនៅក្បែរហ្នឹងដែលនៅទល់មុខហ្នឹងណាតើវាគឺជាសំណង់អគារឯគេអាចឲ្យយើងស្នាក់នៅបានឬក៏ជាសំណង់អគារបែបពាណិជ្ជកម្មឬក៏គ្រាន់តែជាសំណង់អគារបែបគេប្រើប្រាស់មួយរយៈពេលឬក៏ទេណាអ្នកគ្នានិយាយទៅនៅពេលដែលខ្ញុំស្រែកហ្នឹងគឺពេលខ្ញុំឈរមើលទៅទេសភាពខាងក្រៅសាលារបស់ខ្ញុំគឺមានទាំងរុក្ខជាតិមានទាំងអីទាំងខាងក្រោយនៅខាងមុខចឹងណាអ្នកគ្នាដោយសារតែផ្នែកខាងក្រៅហ្នឹងគឺគេអត់ទាន់សាងសង់អគារអីដែលមានខ្ពស់ចិត្តនឹងទេអញ្ចឹងទៅវាក៏ធ្វើឲ្យផ្នែកខាងក្រៅហ្នឹងគឺហាក់បីដូចជាវាស្រែអញ្ចឹងណាអ្នកគ្នាវាស្រែដែលនៅជិតផ្ទះយើងអញ្ចឹងហើយផ្នែកខាងមុខវិញដោយសារតែសាលាទើបតែសាងសង់អញ្ចឹងទៅក៏មានដើមឈើដែរក៏ប៉ុន្តែវាកំពុងតែលូតលាស់អញ្ចឹងណាអ្នកគ្នា yes ប៉ុន្តែក៏មានស្រាប់ទៅមានអាយ៉ាផ្សេងទៀតដែលយើងអាចទស្សនាបានចឹងណា yes រហូតមកដល់ពេលល្ងាចគឺខ្ញុំអត់ទាន់បានឆ្លងប្លង់នឹងទេអ្នកគ្នាប៉ុន្តែខ្ញុំបែរជាមកលេងជាមួយនឹងមិត្តភក្តិខ្ញុំវិញ yes និយាយទៅពេលល្ងាចហ្នឹងគឺជាពេលសប្បាយដោយសារតែយើងបានជួបជុំជាមួយនឹងមិត្តភក្តិរបស់យើងនិយាយគ្នាលេងទៅធ្វើកិច្ចការជុំគ្នាទៅនិយាយពីថាមិនចេះអត់រឿងធ្វើទេឲ្យតែនៅជុំគ្នាជាពិសេសគឺខ្ញុំហ្នឹងថ្ងៃឡើងសង្ហាអ្នកគ្នា yes បន្តមកទៀតគឺយើងត្រូវដល់មកទៅផ្ទះហើយអ្នកគ្នានិយាយទៅជាមួយនឹងខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំមកជាមួយទៀតហ្នឹងក៏ផ្ទះយំអញ្ចឹងដែរអ្នកទាំងអស់គ្នាក៏ប៉ុន្តែបញ្ហានៅតាមផ្ទះនោះគឺអត់អាចជួបប្រទះអីទេហើយបាយបាយកុំពីកុំសុខភាពណាអ្នកគ្នា